ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាធ្លាប់ទេមានថ្ងៃខ្លះយើងមានអារម្មណ៍ថាហត់នឿយខ្លាំងរហូតដល់ចង់បោះបង់អ្វីៗគ្រប់យ៉ាងចោលធ្លាប់ទេពេលជួបឧបសគ្គធំជំនួញឬការងារមានបញ្ហាហើយសម្ពាធគ្រួសាររុញច្រានមកព្រមគ្នាធ្វើឲ្យយើងសួរខ្លួនឯងថាហេតុអ្វីបានជាជីវិតមួយនេះវាលំបាកវេទនាម្ល៉េះប្រសិនបើបងប្អូនកំពុងជួបអារម្មណ៍មួយនេះខ្ញុំចង់ប្រាប់បងប្អូនពាក្យមួយឃ្លាថាជីវិតវាមិនដែលស្រួលស្រាប់ទេប៉ុន្តែយើងក៏គ្មានជំរឿអ្វីក្រៅពីខំប្រឹងដើរទៅមុខដែរបងប្អូនអើយមនុស្សយើងម្នាក់ដែលកើតមកគ្មាននរណាម្នាក់ដែលមានជីវិតរលូន 100% នោះទេមនុស្សដែលយើងឃើញគេជោគជ័យគេញឹមគេមានបាននៅថ្ងៃនេះមិនមែនមកពីគេមិនដែលហត់ឬមិនដែលជួបឧបសគ្គទេតែមកពីគេមិនព្រមចុះចាញ់ពេលខ្លះយើងហត់នឹងការរកស៊ីហត់នឹងការដោះស្រាយបញ្ហាហិរញ្ញវត្ថុហត់នឹងការមើលថែគ្រួសារប៉ុន្តែសំណួរសួរថាប្រសិនបើយើងឈប់ដើរតើនរណានឹងដើរជំនួសយើងប្រសិនបើយើងដួលតើនរណានឹងជួយលើកគ្រួសារនិងកូនរបស់យើងការថយក្រោយមិនមែនជាដំណោះស្រាយទេហើយការអង្គុយបន្ទោសព្រំលិខិតក៏មិនបានជួយឲ្យជីវិតយើងល្អប្រសើរឡើងដែរការប្រឹងប្រែងនៅថ្ងៃនេះវាអាចនឹងហត់នឿយទាំងកាយនិងចិត្តប៉ុន្តែវាជាការហត់ដើម្បីកសាងអនាគតញើសដែលហូរចុះមកនៅថ្ងៃនេះគឺជាជ័យជំនះនៃថ្ងៃស្អែកចងចាំថាឧបសគ្គនិងការលំបាកដែលចូលមកក្នុងជីវិតយើងវាមិនមែនមកដើម្បីបំផ្លាញយើងទេតែវាមកដើម្បីលុតដំយើងឲ្យក្លាយជាមនុស្សម្នាក់ដែលរឹងមាំជាងមុនមានបទពិសោធន៍ជាងមុននិងពូកែជាងមុនគ្មានព្យុះភ្លៀងណាដែលធ្លាក់មិនឈប់នោះទេថ្ងៃស្អែកពន្លឺព្រះអាទិត្យនឹងរះឡើងវិញជាប្រចាំដូច្នេះបើថ្ងៃនេះបងប្អូនកំពុងតែហត់សូមឈប់សម្រាកបន្តិចបានតែដាច់ខាតកុំបោះបង់ដកដង្ហើមវែងជូតទឹកភ្នែកឬញើសដែលស្រក់រួចប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែបន្តទៅមុខទៀតសូមជូនពរនិងផ្ញើកម្លាំងចិត្តដ៏រឹងមាំជូនដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែតស៊ូដើរលើផ្លូវជីវិតមួយនេះបើបងប្អូនយល់ថាវីដេអូនេះជាកម្លាំងចិត្តសូមជួយ like និង share ទៅកាន់មនុស្សដែលបងប្អូនស្រឡាញ់ផងណាអរគុណសម្រាប់ការទស្សនាជម្រាបលា